ប្រពន្ធខ្ញុំដាំបាយបែបនេះស្រួលហើយលឿនហើយកូនយើងបានញ៉ាំឆ្ងាញ់បន្លែអីមានជីវជាតិគ្រប់គ្រាន់រឿងអីមិនឆ្លាញ់ប្រពន្ធបើប្រកែម្លឹងនេះបាយដុតឆ្នាំងដីធ្លាប់ធ្វើញ៉ាំហើយឥឡូវមកធ្វើបាយដុតក្នុងឆ្នាំងភ្លើងម្ដងសម្រាប់បងប្អូនដែលអត់សូវមានពេលតែចង់ញ៉ាំបាយដុតអីអាចមកសាកធ្វើបាយដុតឆ្នាំងភ្លើងនេះបានដំបូងយើងចាប់ផ្ដើមមកហាន់សាច់ក្រករួចរាល់អីហើយចាប់ផ្ដើមមកដាក់លាងអង្ករចំពោះអង្ករយើងលាងពី3ទឹកមើលតែស្អាតហើយយកអង្កររបស់យើងនឹងយកមកចាក់នៅក្នុងឆ្នាំងដាំបាយហើយថែមជាមួយនឹងគ្រឿងផ្សំនឹងមានម្សៅស៊ុបស្ករប៊ីចេងទឹកស៊ីអ៊ីវខាប់ប្រេងខ្យងយើងកូរហើយខ្ញុំថែមជាមួយនឹងប្រេងល្ងបន្តិចដើម្បីឲ្យបាយរបស់យើងគឺមានក្លិនឈ្ងុយហើយឆ្ងាញ់មានរសជាតិនៅក្នុងហ្នឹងណាបន្ទាប់មកយើងចាប់ដើមដាក់ផ្នែកបន្លែរបស់យើងមានការ៉ុតមានពោតមានសណ្តែកខៀវមានសាច់ក្រកមានបកាហើយថែមជាមួយនឹងដុំបារាំងហើយចាំយើងដាក់ទឹកតាមបរិមាណអង្កររបស់យើងដើម្បីកុំឲ្យបាយរបស់យើងជ្រាយពេកហើយសម្រាប់សណ្តែកហើយនឹងពោតដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើជាប្រភេទកំប៉ុងអញ្ចឹងបើសិនជាបងប្អូនចង់ប្រើប្រភេទស្រស់ក៏បានដែរតែយើងយកស្រស់ទឹកជាមុនសិនណាមុននឹងយកមកដាក់ក្នុងបាយហើយឥឡូវបាយរបស់យើងក៏ឆ្អិនដែរនិយាយពីថាវិធីធ្វើបាយដុតឆ្នាំងភ្លើងនេះស្រួលងាយទេបើសិនជាបងប្អូនដែលចូលចិត្តញ៉ាំបាយដុតឆ្នាំងដីអីតែអត់សូវមានពេលខ្ជិលអង្គុយមើលបាយខ្លាចបាយខ្លោចអីអាចសាកធ្វើវិធីនេះបានដាក់ដាំបាយច្របល់ចូលគ្នាជាមួយនឹងបន្លែជាមួយនឹងសាច់របស់យើងចឹងមកគឺទុកចោលទៅមកបាយឆ្អិនគឺរួចរាល់ហ្មងហើយមួយមុខនេះត្រូវណាសម្រាប់បងប្អូនដែលមិនសូវអាសាក្នុងការធ្វើម្ហូបតែចង់ញ៉ាំបាយឆ្ងាញ់អាចមើលវីដេអូនេះបានហើយចង់ឲ្យចម្អិនម្ហូបអ្វីនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយ